ប្រឹងធ្វើការត្រឹមតែមួយឆ្នាំជីវិតរីស្រីណេតលែងកំសត់នឹងលំបាកដូចមុនហើយកញ្ញារីស្រីណេតដែលធ្លាប់ជានារីដែលធ្លាប់តែជិះម៉ូតូឌុបកាត់ថ្ងៃកាត់ខ្យល់កាត់ភ្លៀងកាលពីប៉ុន្មានឆ្នាំមុននោះពេលនេះលែងលំបាកទៀតហើយនាងបានចំណាយពេលវេលាត្រឹមតែមួយឆ្នាំប៉ុណ្ណោះនាងបានកែប្រែវាសនារបស់ខ្លួនឲ្យល្អប្រសើរឡើងបន្ទាប់ពីជាប់លំដាប់រងទី1ក្នុងការប្រកួតសម្រស់មួយកាលពីឆ្នាំមុនបានធ្វើឲ្យជីវិតកញ្ញាសម្បុរស្រអែមរីស្រីណេតផ្លាស់ប្ដូរស្ទើរតែ100ដឺក្រេទាំងកេរ្តិ៍ឈ្មោះរូបរាងនិងជីវភាពដើមឡើយគេដាក់រហស្សនាមដល់រីស្រីណេតថាជានារីកំសត់សូម្បីតែរូបរាងក៏ទទួលស្គាល់ថានាងជាសិល្បករនីកំសត់ជាងគេដែរតស៊ូក្នុងសិល្បៈតាំងពីគ្មានអ្នកស្គាល់គ្មានអ្នកឲ្យតម្លៃរហូតក្លាយទៅជាតារាល្បីឈ្មោះដែលមានអ្នកគាំទ្រនិងស្រឡាញ់ច្រើនជារឿងនឹកស្មានមិនដល់បច្ចុប្បន្នរីស្រីណេតទទួលបានការងារច្រើនទាំងថតភាពយន្តថតស្ពតនិងធ្វើជា BA ឲ្យបណ្ដាក្រុមហ៊ុននានាដោយនាងអាចរកប្រាក់ចំណូលបានច្រើនជាងមុនដើម្បីជួយខ្លួនឯងនិងក្រុមគ្រួសារមិនថារថយន្តផ្ទះសម្បែងនិងទ្រព្យសម្បត្តិគឺមានសមល្មមដែលអាចឲ្យខ្លួនរស់នៅបានស្រួលជាងមុនរីស្រីណេតបានប្រាប់ថារីស្រីណេតនារីកំសត់កាលពីប៉ុន្មានឆ្នាំមុនលែងកំសត់ទៀតហើយនាងបដិញ្ញាចិត្តប្រឹងធ្វើការងារផ្សេងៗដើម្បីរកចំណូលចិញ្ចឹមជីវិតនិងមិនឲ្យគេមើលងាយដោយពីកាលមុនទៀតទេខណៈពេលដែលជីវិតកំពុងល្អប្រសើររីស្រីណេតក៏ត្រៀមនឹងវិលត្រឡប់មកកាន់ឆាកបវរកញ្ញាជាថ្មីម្ដងទៀតដើម្បីដណ្ដើមមកុដទៅឆាកអន្តរជាតិបំពេញក្តីស្រមៃធំរបស់ខ្លួនដោយពេលនេះនាងកំពុងពង្រឹងចំណេះដឹងនិងទេពកោសល្យឲ្យខ្លាំងក្លាជាងមុនសិនមុននឹងដាក់ពាក្យចូលរួមប្រកួត